អនុស្សាវរីយ៍កាលដែលទៅលេងព្រៃជួបបញ្ហារាប់មិនអស់អត់ចេះចប់អត់ចេះហើយតាំងពីព្រឹកទល់ដល់ល្ងាចទៅលេងព្រៃវាសប្បាយប៉ុន្តែដល់ពេលជួបបញ្ហាវារៀងវិលមុខដែរហើយបើសិនជាបងប្អូនចង់ដឹងថាឥឡូវយើងទៅលេងព្រៃជួបបញ្ហាខ្លះបងប្អូនអាចមើលវីដេអូនេះលេងភាសាបានអញូសួស្តីបាក់យើងទាំងអស់គ្នាថ្ងៃនេះយើងទៅលេងព្រៃម្ដងទៀតហើយតែថ្ងៃនេះគ្នារៀងច្រើនហើយក៏រៀងបញ្ញាបញ្ញាលជាងរាល់ដងដែរម៉ោង5កន្លះយើងទៅដល់គោលដៅជិះកាត់ព្រៃទាំងយប់ហ្មងហើយយើងទៅដល់ភ្លាមយើងជិះតាមផ្លូវកាត់គេកាយបន្លាយដាច់ផ្លូវយើងត្រូវជិះបកក្រោយវិញដូចជាឲ្យហេតុបដាឲ្យបងប្អូនចាំមើលថាតើថ្ងៃហ្នឹងពួកខ្ញុំទៅលេងព្រៃជួបបញ្ហាអីខ្លះសប្បាយមិនខ្លះវេទនាមិនខ្លះពេលព្រឹកពួកយើងនាំគ្នាលេងអាឡោករៀងខ្លួនថ្ងៃឡើងក៏ជុំគ្នាដល់កន្លែងហូបបាយនៅមាត់ទឹកនេះហើយកន្លែងហ្នឹងទេសភាពស្អាតនៅជាប់មាត់អូរនឹងទឹកហូរប្រឹមថ្មដាធំប្រហែលជាម៉ោង11កន្លះហ្នឹងយើងជុំគ្នាហើយម្នាក់ក៏នាំគ្នាចែកការងារគ្នាធ្វើអ្នកខ្លះក៏សម្អាតសัตว์អ្នកខ្លះក៏ដាំបាយអ្នកខ្លះរៀបគ្រឿងដើម្បីស្លហើយខ្ញុំក៏ទៅបង្កាត់ភ្លើងឲ្យឆាប់បានងាលអាំងអាឡោកហូបជាងបើគាត់ថាគាត់អ្នកស្ងោរជ្រក់ហើយគាត់ទៅទិញគ្រឿងអត់មានបានយកគល់ក្រីអីមកទេអញ្ចឹងស្ងោរជ្រក់យើងអត់មានគល់ក្រីដាក់ទេឯឆ្នាំងហ្នឹងមិនពុះចឹងថ្មនោះមានភ្លើងនៅខាងក្រោមមែនមើលអត់មានអីទេអត់មានភ្លើងអត់មានអីទេទឹកពុះហើយចឹងយើងដាក់សាច់ចូលហើយថ្ងៃនេះម្ហូបរបស់យើងមានតែពីរមុខទេស្ងោរជ្រក់មួយមុខហើយនឹងអាឡោកអាំងមួយមុខថ្ងៃហ្នឹងគ្មានបានដាក់ម្ហូបមហាអីយកទៅហូបចុកទេលក្ខណៈផ្សងព្រេងបើយើងរកអីបានយើងហូបបើសិនជារកអត់បានមានតែអំបិលហ្នឹងហើយភ្លើងយើងឆេះសធោសថៅហើយឥឡូវយើងយកឈើមកចងធ្វើជាមុំ3ឆ្នៃធ្វើជាក្រានអាំងអាឡោកនៅឯបមាត់ទឹកនេះយើងអង្គុយធ្វើម្ហូបនៅឯបមាត់ទឹកហ្នឹងស្ដាប់សំឡេងទឹកហូរស្ដាប់សំឡេងឆាបយំបង្កើតបានជាអារម្មណ៍មួយធ្វើយើងស្រស់ស្រាយម្យ៉ាងដែរតែអាសំឡេងទឹកហូរហ្នឹងបានតែល្មមចឹងទេស្ដាប់ព្រោះបើសិនជាសំឡេងខ្លាំងពេកទៅជាថ្លង់វិញស្ដាប់លេងព្រោះវិញយើងកាប់មេអាស័យមកធ្វើតាបៀតែអាឡោកអាំងប្រែតរបស់យើងមកព្រៃម្ហូបដែលងាយស្រួលហើយឆ្ងាញ់មានតែអាឡោកអាំងប្រែតហ្នឹងហើយអាំងប្រែតហ្នឹងមានន័យថាយើងអាំងអាឡោកហ្នឹងទាំងមូលហើយនៅពេលដែលវាឆ្អិនយើងហូបបើយើងហាច់សាច់វាយកមកហូបប៉ុន្តែយើងអាំងបានតែអាឡោកឬក៏ក្រួចព្រៃក្រួចអីទេបើក្រួចចាំឬក៏មាន់អីយើងយកមកអាំងបែបហ្នឹងហូបអត់កើតទេវាអាចចេញមកតាមគូនឹងបែកអាឡោកអាំងប្រែតរបស់យើងដាក់6ក្បាលព្រោះយើងមានគ្នា6នាក់ដែរហើយបងប្អូនកុំប្រកែកប្រកាន់ណាព្រោះពេលដែលយើងមកលេងព្រៃបើយើងមិនហូបយើងអត់មានអីហូបទេព្រោះយើងគ្រាន់តែហូបបែបលក្ខណៈថាយើងមកកំសាន្តព្រៃទេជាងបើគាត់កំពុងតែតុបតាប់ធ្វើគ្រឿងធ្វើទឹកជ្រលក់ស្អីគាត់ទេទុកហូបជាមួយស្ងោរជ្រក់នេះហើយចោះទិញគ្រឿងម្ដងអត់មានបានអីទាំងអស់ញ៉ាំពេកឃើញវាយ7លេង8ចេះអាញ៉ៃគេថាវាយ7មិនព្រឹកមកមកគេទុកមែនណាចូលម្ចាស់អ៊ីកឹអ្នកស្លក៏ស្លទៅហើយខ្ញុំក៏មកមើលលោកខាងចង់ដឹងថាវាឆ្អិនប៉ុណ្ណាប៉ុណ្ណីប្រែចោះប្រែឡើងឥឡូវវាឆ្អិនទៅយើងឆាប់បានហូបម្ហូបយើងឆ្អិនទាំងពីរមុខហើយតោះបាក់យើងហូបបាយហូបទឹកជុំគ្នាហើយយើងបន្តដំណើរតទៅទៀតឆ្អិនទាំងអស់ហើយក៏អត់ទេយកតែឆ្អិនសិនណាអាណាអត់ឆ្អិនយើងដាក់នឹងសិនណាឲ្យវាក្តៅអាឡូកយើងឆ្អិនណាឡូកអាំងតោះហូបបាយហូបទឹកតែយើងនាំគ្នាហូបបាយហូបទឹកនៅលើថ្មហ្នឹងអង្គុយស្ដាប់សំឡេងចាបយំសំឡេងទឹកហូរប្រឹមហ្នឹងអូកាប៉ិតមានណាឆ្នាំងមាននេះរះនៅនេះចឹងតើបានមានភ្លើងឆ្អិនពេលអង្គុយហូបបាយហ្នឹងក៏អង្គុយផ្អាប់គ្នាលេងបង្កើតបរិយាកាសសប្បាយតាមួយលោកលមោបចុយមកអូយមកអីគេបងម៉ូបដាក់អាឡោកឯងថាអាឡោកឯងថ្មីដាក់មួយឆ្លៀតលួចទៅដាក់ពីមុខទៀតមុខណានោះបងណោះហាគង់តិចទៀតគង់ត្រូវរាប់ទៅពីមហ្នឹងបាយមិនទាន់ហើយខ្ញុំស្រាប់តែភ្លៀងស្រេចមកពីលើហើយខ្ញុំខឹងពេកខ្ញុំចេះតែស្រែកលេងទៅតែកន្លែងហ្នឹងរៀងកាយប្រកាន់មុនយើងទៅក៏ធ្លាប់មានបញ្ហាដែរឡានយើងពីរខូចទាំងពីរតែដោយសារតែខ្ញុំភ្លេចខ្លួនបានខ្ញុំស្រែកចឹងហ្នឹងណាអើយទៅមកហើយខ្ញុំចាក់ណាបានចន់ហើយហងដំបងគ្រាន់តែអាលឹមទេតែយូរឡើងខ្លាំងឡើងហើយបើកថ្ងៃសោះហ្នឹងតែយើងរើឲ្យបានរត់ទាំងចង់តន់ណាសើឲ្យបានអស់បាយអត់តន់ហើយភ្លៀងមកពីលើមេឃរត់ព្រៀតភ្លៀងទៅបានចឹងទៅឧបត្ថម្ភកាប់មុខដោយទឹកមាត់ត្រជាកម្មខ្មែរដែលមានបទពិសោធន៍សាងសង់និងកែសម្រួលផ្ទះត្រជាកម្មតាំងពីឆ្នាំ2009បទពិសោធន៍ពិតចំណេះជំនាញពិតទទួលបានលទ្ធផលពិតសម្រាប់បងប្អូនដែលមានចំណាប់អារម្មណ៍អាចតាក់ទងទៅពេកទឹកមាត់ត្រជាកម្មខ្មែរផ្ទាល់បានអរគុណរើអីវ៉ាន់ដាក់ឡានហើយយើងចេញដំណើរពីកន្លែងយើងហូបបាយហ្នឹងទៅតែមិនតិចទេប្រហែលជា1គីឡូដីយើងឃើញមានសត្វតាមួយនៅកណ្ដាលផ្លូវអត់ព្រមកិច្ចចេញពីឡានបើតាមការចំណាំរបស់ខ្ញុំនៅពេលដែលយើងទៅលេងព្រៃយើងឃើញមានសត្វព្រៃអីមកឈរកណ្ដាលផ្លូវហើយវាអត់ព្រមកិច្ចចេញពីច្រើនបើសិនតែយើងទៅអាចជួបបញ្ហាចម្លែកអាហ្នឹងជាការចំណាំរបស់ខ្ញុំទេណាតែបើបងប្អូនជួបផ្សេងអាហ្នឹងរឿងផ្សេងបងប្អូនចេញពីកន្លែងតាទាហ្នឹងទៅប្រហែលជា50ម៉ែត្រមានកំហុកថ្មមួយជ្រៅតែខ្ញុំអត់បានថតទេតែយើងក៏បើកឡានទៅផុតទៅ
ចាប់ទៅមុខទីទៀតបាត់ស្ដាមបន្តិចមកដល់កន្លែងដែលយើងធ្លាប់ជិះទៅមកឆ្លងកាត់បានធម្មតានឹងទៅដល់ជាប់នៅនឹងល្មមហើយកន្លែងហ្នឹងយើងមិនមែនមិនធ្លាប់ឆ្លងទេយើងអាសាឆ្លងទៅឆ្លងមកយើងព្យាយាមដាក់កាបតាសទៅមុខផងថយក្រោយផងតែទៅអត់រួចទេអញ្ចឹងពេលនេះយើងមានតែឯកោមហៅគ្នាយើងឲ្យមកជួយតែរាល់ដងឡានរបស់យើងមានឧបករណ៍ដូចជាកបិតខ្វែវជាប់ជីជាប់អីសម្រាប់សគួរត្រៀមពេលដែលយើងជាប់ហុងជាប់អីចឹងឲ្យព្រោះឡានយើងទៅលេងព្រៃរាល់អាទិត្យតែថ្ងៃហ្នឹងដឹងចង្រៃមិនមានអ្នកយកឧបករណ៍ទាំងអស់ហ្នឹងចុះទៅអញ្ចឹងយើងអត់មានអីធ្វើការមានតែយកដៃហ្នឹងឲ្យឥឡូវទៅកាយផុកហើយឡានយើងវាកាលជាមួយនឹងប៉ុងក្រោយអញ្ចឹងយើងត្រូវមានជាប់ជីកយកទៅជីកអាប្រឡោះដីដែលនៅខាងក្រោយហ្នឹងកុំឲ្យវាកាលប៉ុងតែឥឡូវយើងអត់មានអីជីកទៀតយើងមានតែយកកូនកបាត់របស់យើងហ្នឹងយកទៅកាប់មែកឈើធ្វើស្រួចហើយជីកអាដីហ្នឹងឲ្យវាទៀបតិចដើម្បីយើងថយក្រោយបានឥឡូវវេទនាមែនតើអញ្ចឹងគាត់ថាអ្នកទៅលេងព្រៃត្រូវត្រៀមឧបករណ៍ទាំងអស់ហ្នឹងត្រូវមានដូចមានកបិតមានបថាវមានចប់ជីកចប់អីហ្នឹងត្រៀមនៅពេលដែលយើងមានបញ្ហាអញ្ចឹងហើយអាមេឃវាអត់មេតាទៀតមេឃហ្នឹងរហូតតែភ្លៀងមកទៀតបើភ្លៀងមកទៅវេទនាទៀតហើយឥឡូវម្នាក់នាំគ្នាងូតផុកគ្រប់គ្នាយើងមកជុំគ្នាហើយយើងក៏កាយអាដីដែលនៅវាកាល់ប៉ុងខាងក្រោយនេះចេញហើយឥឡូវយើងព្យាយាមរុញទៅក្រោយម្ដងទៀតតម្រាំតែយើងរើខ្លួនរួចហ្នឹងយើងចំណាយពេល2ម៉ោងហើយជាមួយកន្លះរហូតដល់ម៉ោង4អញ្ចឹងវាចូល2ម៉ោងជាងហើយបើនិយាយពីផុកវិញលែងនិយាយតាំងពីចុងជើងដល់លើក្បាលគ្មានសល់កន្លែងណាមួយទេហើយពេលឡើងហើយកងវាអត់ស្រួលលាន់មិញហ្នឹងវាសុខគឺតិចមិញហ្នឹងបាទពីរុញទៅបាទមែនរុញឡាំមកដំបងឃើញឲ្យឈប់ហ្នឹងគ្រប់20បើហើយឡានយើងរើខ្លួនពីផងរួចមែនតែដូចជាអត់ស្រួលឬសូងើសង្ស័យអាពេលដែលយើងប្រឹងខ្លាំងមិនហ្នឹងអាចមានបញ្ហាតាក់បូអាហ្នឹងសិតតែរឿងលុយកាក់ទៀតហើយបាក់យើងអើយទៅលេងព្រៃសបាយមួម៉ាបាក់យើងអើយមកណាគេចង់មកចូលរួមមកទៅទាំងអស់គ្នាមួយខ្ញុំតបពីហ្នឹងមកយើងក៏ទៅហែលទឹកលេងនៅកន្លែងក្បែរយើងរុញឡានមិននឹងជំរះខ្លួនឲ្យស្អាតផុកតែយើងប្រឡាក់ខ្លួនហ្នឹងហើយកន្លែងនេះទេសភាពស្អាតមានស្រះទឹកមួយទឹកថ្លាឆ្វេងហើយភ្នំព័ទ្ធជុំវិញទេសភាពខៀវខ្ចីអូយមិនបានផុកលោកនេះស្រស់ស្រាយអីក៏យ៉ាងនេះគេណាគេអ្នករៀបចំព្រមលិខិតអាចង់បបួលបាយមួយស្មើអាណាគេអ្នករៀបចំព្រមលិខិតរៀបចំជីវិតអញក៏ញ៉ៃញ៉ៃណាចុះបើនៅក្រោយតាមហ្នឹងមុតទឹកហើយរៀបចំឲ្យវ៉ាន់ឡើងឡានត្រឡប់ចេញមកវិញស្រាប់តែចេញមកបានតែបន្តិចនឹងឡានជាប់ផងម្ដងទៀតអ្នកនាំគ្នាភ័យទៀតតែលើកហ្នឹងវាជាប់អត់សូវជ្រៅយើងនាំគ្នារុញតែបន្តិចទៅរួចបាត់ហើយតែអត់បានថតទេបាក់យើងឲ្យដូចយើងហត់ពេកហើយម្នាក់ដល់ផ្លូវធំហ្នឹងក៏អត់ទាន់រួចខ្លួនដែរដោយសារតែទឹកភ្លៀងខ្លាំងពេកដល់ទៅពេលអញ្ចឹងវាធ្វើឲ្យលិចស្ពានឆ្លងអត់រួចទេនៅកកស្ទះពេញតែហ្នឹងឯងហត់ពីហ្នឹងមកយើងក៏អាចធ្វើដំណើរមកបានដោយសុខសប្បាយហើយរឿងយើងក៏អត់ទាន់ចប់ដែរជាងត្រូវបញ្ជូនឡានយើងទៅជាងភ្លាមហ្មងលទ្ធផលបន្ទាប់2ថ្ងៃមកចេញមកហើយបងប្អូនយើងឃើញថាមានបញ្ហាតាក់បូពិតប្រាកដមែនហើយបាក់ស្លាប់បាក់អីខ្ទេចខ្ទីអស់ហើយទីទៀតក៏បងប្អូនឃើញបងហើយនេះក៏មិនមែនជាការអួតអាងឯដែរគ្រាន់តែចង់ឲ្យបងប្អូនដឹងថាពេលដែលយើងទៅលេងព្រៃយើងជួបបញ្ហាតែយើងធ្វើទៅវាអស់លុយប្រមាណអីប្រមាណអញ្ចឹងណាហើយវីដេអូបែបផ្សងព្រេងវេទនាសាច់កម្មរបស់យើងឥឡូវគឺត្រូវបានចប់តាមប៉ុណ្្នឹងហើយបងប្អូនហើយក៏សូមអរគុណដល់បងប្អូនទាំងអស់គ្នាហើយសូមបងប្អូនទាំងអស់គ្នាជួយ like ជួយ follow page ម្នាក់មួយផងដើម្បីផ្ដល់ជាកម្លាំងចិត្តដល់អ្នកធ្វើបន្តទៅទៀត